យើងខ្ញុំសូមអនុញ្ញាតគោរពនិងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំបាទហើយនៅក្នុងគណៈពេលនេះយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតហើយក៏បានដកស្រង់ក៏ដូចជាលើកយកទៅនឹងអត្ថបទសុខភាពមួយទៀតតាក់ទងទៅនឹងការញ៉ាំត្រសក់ផ្អែមគឺផ្ដល់អត្ថប្រយោជន៍6យ៉ាងទៅដល់សុខភាពបាទអញ្ចឹងបងប្អូនយើងស្គាល់ហើយត្រសក់ផ្អែមហើយបងប្អូនខ្លះក៏តែងតែហៅថាត្រសក់ស្រូវប៉ុន្តែត្រសក់នេះជាប្រភេទត្រសក់មូលបងប្អូនយើងបាទអញ្ចឹងសម្រាប់ត្រសក់នេះគឺជួយផ្ដល់បាទអត្ថប្រយោជន៍6យ៉ាងបាទទៅដល់សុខភាពបងប្អូនផងដែរបាទហើយចំពោះអត្ថបទសុខភាពមួយនេះផងដែរយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យបាទដើម្បីជាការចែករំលែកអំពីអត្ថប្រយោជន៍បាទផ្សេងអំពីបន្លែផ្លែឈើបាទទៅដល់បងប្អូនយើងដើម្បីឲ្យបានដឹងតែប៉ុណ្ណោះបាទបងប្អូនយើងភាគច្រើនប្រហែលជាធ្លាប់បានញ៉ាំផ្លែត្រសក់ផ្អែមហើយក៏បានដឹងពីរសជាតិរបស់វាផងដែរបាទទាំងឆ្ងាញ់និងសម្បូរបាទលក់នៅលើទីផ្សារទៀតផងត្រសក់ផ្អែមមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេចំណែកអត្ថប្រយោជន៍របស់វាក៏មានច្រើនផងដែរចំពោះសុខភាពចំណុចទី1ញ៉ាំត្រសក់ផ្អែមក៏អាចជួយឲ្យភ្នែកមានសុខភាពល្អដែរព្រោះថាផ្លែឈើប្រភេទនេះមានផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន A និងសេសានធីនជាសារធាតុសំខាន់ជួយឲ្យភ្នែកមើលឃើញច្បាស់ល្អកាត់បន្ថយការរលាកនិងអុកស៊ីតកម្មពិសេសការពារពីបញ្ហាភ្នែកវិវត្តទៅតាមវ័យចំណុចទី2ពង្រឹងប្រព័ន្ធភាពស៊ាំដោយសារតែផ្លែឈើប្រភេទនេះសម្បូរទៅដោយវីតាមីន A បេតាការ៉ូតែនដូច្នេះក៏ជាផ្នែកមួយជំនួយដល់កោសិកាគ្រាប់ឈាមនិងពង្រឹងប្រព័ន្ធភាពស៊ាំផងដែរការសិក្សាបានបង្ហាញថាការញ៉ាំផ្លែត្រសក់ផ្អែមជាប្រចាំមិនថាបង្អែមឬក្រឡុកនោះទេអាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំល្អចំណុចទី3សម្រួលប្រព័ន្ធរំលាយអាហារដោយសារតែត្រសក់ផ្អែមបាទមានផ្ទុកនៅជាតិសរសៃច្រើនដូច្នេះហើយក៏ជាផ្នែកមួយអាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អនិងជួយកាត់បន្ថយបញ្ហាទល់លាមកទៀតផងម្យ៉ាងវិញទៀតត្រសក់ផ្អែមក៏សម្បូរជាតិទឹកផងដែរចំណុចទី4សុខភាពស្បែកត្រសក់ផ្អែមគឺមានផ្ទុកទៅដោយវីតាមីន C និងវីតាមីន A ដែលជាវីតាមីនសំខាន់សម្រាប់ជំនួយទៅដល់សុខភាពស្បែកជួយឲ្យស្បែកភ្លឺរលោងថ្លានិងមានសំណើមមិនតែប៉ុណ្ណោះក៏ជួយប្រឆាំងនឹងភាពជ្រីវជ្រួញចាស់ជាងវ័យផងដែរចំណុចទី5គ្រប់គ្រងសម្ពាធឈាមត្រសក់ផ្អែមគឺជាអាហារល្អបំផុតសម្រាប់អ្នកជំងឺលើសសម្ពាធឈាមព្រោះថាផ្លែឈើប្រភេទនេះគឺសម្បូរទៅដោយប៉ូតាស្យូមដែលជាសារធាតុសំខាន់សម្រាប់សរសៃឈាមការសិក្សាបានបង្ហាញថាការញ៉ាំអាហារដែលសម្បូរទៅដោយប៉ូតាស្យូមអាចជួយកាត់បន្ថយការលើសសម្ពាធឈាមនិងមិនតែប៉ុណ្ណោះក៏ជួយដល់សុខភាពបេះដូងទៀតផងចំណុចទី6បាទជាចំណុចចុងក្រោយបាទនៃអត្ថបទសុខភាពគឺការញ៉ាំត្រសក់ផ្អែមគឺមានអត្ថប្រយោជន៍6ចំណុចហ្នឹងគឺចំណុចទី6ហ្នឹងជាចំណុចចុងក្រោយគឺសុខភាពឆ្អឹងនិងធ្មេញញ៉ាំត្រសក់ផ្អែមក៏ជួយឲ្យឆ្អឹងនិងធ្មេញមានសុខភាពល្អបានដែរព្រោះផ្លែឈើនេះមានផ្ទុកទៅដោយកាល់ស្យូមទម្ងន់ត្រសក់ផ្អែម100ក្រាមមានកាល់ស្យូម9មីលីក្រាមដូច្នេះការញ៉ាំត្រសក់ផ្អែមជាប្រចាំគឺអាចជួយឲ្យធ្មេញនិងឆ្អឹងមានសុខភាពល្អផងដែរបាទអស់លោកស្រីបាទនេះគឺជា6ចំណុចបាទពីផ្លែត្រសក់ផ្អែមគឺផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាពសម្រាប់បងប្អូនបាទដែលបានពិសាទៅលើផ្លែត្រសក់ផ្អែមនេះដោយដែលយើងខ្ញុំជំរាបជូនពីខាងដើមអញ្ចឹងគឺបងប្អូនយើងច្បាស់ជាធ្លាប់ពិសាទៅលើផ្លែត្រសក់ផ្អែមនេះហើយបងប្អូនខ្លះក៏ធ្លាប់បានដាំបានជាផលបងប្អូនខ្លះក៏គាត់អត់បានដាំទេប៉ុន្តែនៅលើទីផ្សារហ្នឹងក៏មានលក់ច្រើនផងដែរបាទអរគុណហើយអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទហើយអត្ថបទនេះយើងខ្ញុំក៏តែងតែបានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងអំពីអត្ថប្រយោជន៍របស់បន្លែផ្លែឈើផ្សេងផងដែរបាទអរគុណហើយមួយវិញទៀតចំពោះបងប្អូនដែលតាមដានទស្សនាវីដេអូរបស់យើងខ្ញុំ
បាទនៅក្នុង channel អត្ថប្រយោជន៍បាទតាំងពីដើមរហូតមកដល់ទីបញ្ចប់អញ្ចឹងបើសិនជាបងប្អូនពុំទាន់បានជួយចុច Subscribe បាទអញ្ចឹងបងប្អូនជួយចុចម្នាក់មួយហើយឈានទៅចុចរូបកណ្ដឹងមួយទៀតដើម្បីងាយស្រួលនឹងទទួលបានវីដេអូថ្មីៗពី channel របស់យើងខ្ញុំមុនគេផងដែរបាទហើយមុននឹងបញ្ចប់នេះក៏សូមគោរពជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា